សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការសម្រាយរឿង The Rise of the Witch ជាបន្តទៀតហើយសូមទោសផងរាល់ graphic ដែលមិនច្បាស់ដោយសារតែសាច់រឿងជាប់ copyright មកពេកដូច្នេះ admin ដាក់រៀងព្រិលបន្តិចសូមអ្នកទាំងអស់គ្នាអធិស្ឋានផងដូច្នេះយើងបន្តរឿងយើងជាបន្តទៀតសូមអរគុណមនុស្សផែនដីត្រូវបានតាមប្រមាញ់នឹងធ្វើបាបពួកគេតែងតែរត់គេចនិងលាក់ខ្លួនរហូតទាល់តែមាននរណាម្នាក់បានដាស់ព្រលឹងបរិសុទ្ធរបស់ពួកគេបានរួមបញ្ចូលអាក្រាវិរុទ្ធនិងការបង្កើតរបស់អ្នកដាំដុះអមតៈទៅក្នុងបច្ចេកវិទ្យានៅលើផែនដីបន្ទាប់មកនេះគឺជាវិធីតែមួយគត់ដើម្បីរស់ប៉ុន្តែសម្រាប់អ្នកដាំដុះអមតៈការលេបយកព្រលឹងបរិសុទ្ធអាចធ្វើឲ្យកម្រិតនៃការដាំដុះរបស់ពួកគេប្រសើរឡើងភ្លាមៗដូច្នេះការប្រមាញ់ដ៏ខុសខើរបស់ពួកគេគឺកាន់តែញឹកញាប់ប្រាំរឿងបន្ទាប់ពីវូរ៉ានបានជួយកញ្ញាທາງទៀតរួចហើយនារីម្នាក់នោះក៏បានបើកការវាយប្រហារទៅកាន់គេចំណែកវូរ៉ានមុនពេលនឹងស្តុបការវាយប្រហាររបស់នាងគេក៏បានគិតថាកំណត់នៅស្កលលោកពិតជាមានធម្មពលខ្លាំងណាស់ខ្ញុំអាចមានអារម្មណ៍ថាវាមានធម្មពលចម្លែកនៅក្នុងខ្លួនរបស់ខ្ញុំវាអាចឲ្យខ្ញុំចាប់ដើមហោះនេះបានយ៉ាងងាយហើយនារីម្នាក់នោះក៏បានបើកការវាយប្រហារទៅកាន់វូរ៉ានចំណែកវូរ៉ានមុននឹងតបការវាយប្រហាររបស់នាងម្ដងទៀតគេក៏បានប្រាប់ទៅកាន់នាងថារបស់ដែលនាងស្វែងរកគឺនៅនឹងគេចំណែកនាងក៏មិនជឿហើយក៏បើកការវាយប្រហារជាច្រើនទៅកាន់វូរ៉ានហើយវូរ៉ានក៏បាននិយាយប្រាប់ទៅកាន់នាងទៀតថាបើនាងមិនជឿគ្មានអ្វីដែលខ្ញុំអាចជួយបាននោះទេហើយនារីម្នាក់នោះក៏បានគិតថាតើកំណត់ទ្រាំនៅស្ថិតនៅក្នុងដៃរបស់អ្នកណាទៅក្នុងពេលនោះនាងក៏បានភ្លេចខ្លួនហើយកំភ្លើងឡាសែក៏បានបើកការវាយប្រហារទៅកាន់នាងបណ្ដាលឲ្យមានផ្សែងហុយចុកបន្តិចក្រោយមកនាងក៏បានចេញពីផ្សែងនោះដោយគ្មានបញ្ហាព្រមទាំងបោះពាក្យសម្ដីថានាងនឹងចាំគេមនុស្សផែនដីបន្ទាប់មកនាងក៏បានហោះចាក់ចេញពីទីនោះទៅហើយប្រុសសាលឿនក៏បាននិយាយថានាងបានរត់ចេញទៅឆ្ងាយហើយចំណែកកញ្ញាទាំងទៀតក៏បានតបថាវាមិនអីទេនាងមានធម្មពលខ្លាំងណាស់អ្វីដែលអាចធ្វើបានគឺធ្វើឲ្យនាងមានរបួសនិងឈឺចាប់បន្តិចតែប៉ុណ្ណោះហើយកញ្ញាទាំងធានក៏កលេចមើលទៅកាន់វូរ៉ាន់ឃើញគេអង្គុយឆ្កាំងដូចម៉ាឡកាំងហើយនាងក៏សួរគេថាតើមានបញ្ហាអីហើយវូរ៉ាន់ក៏បានប្រាប់កញ្ញាទាំងធានថាគេចាប់ចង្កេះសាច់រឿងក៏កើតមកមើលនៅក្នុងថ្នាក់រៀនរបស់វូរ៉ាន់ដោយអ្នកទាំងអស់គ្នាមើលទៅកាន់ចង្កានថ្នាំរបស់វូរ៉ាន់ហើយកញ្ញាទាំងធានក៏បានសួរសពទុកទៅកាន់វូរ៉ាន់ថាតើចង្កេះរបស់អ្នកមិនអីទេតើអ្នកចង់ត្រឡប់ទៅសម្រាប់សិនទេហើយវូរ៉ាន់ក៏បាននិយាយទៅកាន់កញ្ញាទាំងធានថាមនុស្សប្រុសមិនអាចនិយាយថាចង្កេះរបស់ពួកគេខ្សោយទេហើយគេក៏កើតក្នុងចិត្តថាខ្ញុំមិនអាចខ្មាស់អៀននៅចំពោះមុខកញ្ញាទាំងធានបានទេប៉ុន្តែសមត្ថភាពរបស់ខ្ញុំហើយវូរ៉ាន់ក៏កើតឃើញរឿងមួយគេក៏បានចូលទៅក្នុងសមុទ្រចិត្តរបស់គេទៅជួបនឹងកញ្ញាលីងឡុងចំណែកកញ្ញាលីងឡុងពេលដែលគេវូរ៉ាន់ចូលមកបែបនេះក៏ហោះទៅសួរគេថាតើលោកម្ចាស់នៅលីងឡុងមែនទេចំណែកវូរ៉ាន់ក៏តបថាមិនមែនទេនឹងសួរទៅកាន់នាងថាតើខ្ញុំមានអាការប្រើប្រាស់កំណត់នេះបានម្ដងទៀតទេហើយកញ្ញាលីងឡុងក៏ប្រាប់ថាបានប៉ុន្តែនាងក៏បានរំលឹកគេថាអ្នកមានអាការចុងក្រោយតែមួយគត់នៅថ្ងៃនេះហើយនាងក៏បានបញ្ចេញកំណត់នោះមកព្រមទាំងសួរគេថាតើអ្នកប្រកាសថាចង់ប្រើវាទេចំណែកវូរ៉ាន់ក៏សប្បាយចិត្តឡើងនិងគិតថាខ្ញុំមិនបានរំពឹងថាប្រព័ន្ធនេះមានប្រយោជន៍ដូច្នេះទេជីវិតរបស់ខ្ញុំរៀមនឹងចាប់ផ្ដើមសាជាថ្មីពេលគេសប្បាយចិត្តសោកៗក៏គិតថាឱកាសចុងក្រោយនៅថ្ងៃនេះហើយវូរ៉ាន់គេក៏សម័យទៅការការប្រយុទ្ធរបស់គេជាមួយនារីម្នាក់នោះដែលគេប្រាជំនួយអស់ម្ដងទៅហើយវូរ៉ាន់ក៏សួរទៅកាន់កញ្ញាលីងឡុងថាឥឡូវនេះខ្ញុំអាចដំណើរវាបានតែ2ដងក្នុងមួយថ្ងៃប៉ុណ្ណោះកញ្ញាលីងឡុងក៏តបថាត្រូវហើយវូរ៉ាន់គេក៏កាន់មួយសន្ទូចរួចហើយក៏សួរទៅកាន់នាងថាតើខ្ញុំបង្កើតចំនួននៃការប្រើប្រាស់ដោយរបៀបណាកញ្ញាលីងឡុងក៏តបថាគ្មានវិធីពិសេសអ្វីទេលុះត្រាតែអ្នកដោះសោនៅជំនាញនៅម្ខាងទៀតហើយវូរ៉ាន់ក៏សួរនាងថាតើធ្វើដូចម្ដេចហើយនាងក៏និយាយទៅកាន់វូរ៉ាន់ថាឥឡូវនេះដល់ពេលត្រូវបង្វឹកសងសំណាងហើយនាងក៏ទៅរញក្រោយក្នុងវូរ៉ាន់នឹងនិយាយថាខ្ញុំនឹងប្រាប់អ្នកនៅពេលក្រោយពេលនោះវូរ៉ាន់ក៏បានបង្វិលចំជំនាញទី9ឈ្មោះថា 100% ហើយកញ្ញាលីងឡុងក៏ធ្វើការបញ្យល់ថាបន្ទាប់ពីអ្នកស្រែកខ្លាំងៗអ្នកអាចធ្វើអ្វីមួយនោះគឺជាធម្មពល 100% ទោះបីជាវាច្រើនបន្តិចមែនលីងឡុងគ្មានសិទ្ធិបដិសេធទេបន្ទាប់មកវូរ៉ាន់ក៏ចាប់ដៃកញ្ញាលីងឡុងហើយក៏អោនមុខទៅជិតនាងហើយកញ្ញាលីងឡុងស្មានតែវូរ៉ាន់អោនចិត្តមកថាបនាងក៏បិទភ្នែកប៉ុន្តែវូរ៉ាន់ក៏បានដើរចាកចេញពីនាងធ្វើឲ្យនាងខឹងកន្ទ្រាំជើងទៅនោះទេចំណែកប្រុសសាលឿនក៏បាននិយាយសរសើរវូរ៉ាន់ផងដែរថាសូម្បីតែអ្នកចម្រាញ់ថ្នាំកម្រិតខ្ពស់ក៏មិនអាចចម្រាញ់ថ្នាំគ្រាប់ដ៏ច្រើនក្នុងពេលតែមួយនោះដែរចំណែកមិត្តរួមថ្នាក់របស់គេក៏បានកោតសរសើរគេម្ដងម្នាក់ហើយវូរ៉ាន់ក៏បានយកថ្នាំគ្រាប់ដែលគេបានចម្រាញ់បានយកទៅចែកឲ្យមិត្តរួមថ្នាក់របស់គេទៅបន្តិចក្រោយមកវូរ៉ាន់ក៏បានត្រឡប់មកបន្ទប់របស់គេព្រមទាំងមើលទៅក្នុងឆ្នាំងចម្រាញ់ថ្នាំរបស់គេថានៅក្នុងឆ្នាំងរបស់គេសល់ថ្នាំប៉ុន្មានរួចហើយវូរ៉ាន់ក៏ចាប់ផ្ដើមលេបថ្នាំមួយគ្រាប់ដើម្បីបណ្ដុះព្រលឹងបរិសុទ្ធរបស់គេពេលនោះថ្នាំគ្រាប់ក៏បញ្ចេញរឹតដែលធ្វើឲ្យវូរ៉ាន់ក្តៅក្រហាយជាខ្លាំងនិងប្រៀបដូចជាមានមជ្ឈិលជាច្រើនចាក់ទម្លុះគេអញ្ចឹង
បន្តិចក្រោយមកចំហាយគ្រាប់ថ្នាំក៏រលត់ទៅវិញដែលវាមិនបានធ្វើឲ្យវូរ៉ានឈានឡើងកម្រិតតតែសោះទោះបីជាគេមានកំណត់នៅសកលលោកក៏ដោយបន្ទាប់មកវូរ៉ានក៏ចាប់យកឆ្នាំរបស់គេដាក់អកតែម្ដងដើម្បីធ្វើឲ្យគេឈានឡើងដល់កម្រិតDឲ្យបានហើយឆ្នាំក្រក៏បញ្ជាប្រសិទ្ធភាពដែលធ្វើឲ្យវូរ៉ានផ្ទុកកម្លាំងជាតិមួយព្រមទាំងធ្វើឲ្យគេមានការជឿចាប់ជាខ្លាំងក្នុងនោះវូរ៉ានក៏ព្យាយាមធ្វើឲ្យខ្លួនឯងឈានទៅដល់ខ្លាចជាអ្នកប្រយុទ្ធកម្រិតDពេលនោះក៏មានរូបថតមួយសន្លឹកធ្លាក់មកចំពោះមុខគេដែលក្នុងរូបថតនោះមានក្មេងពីរនាក់ដែលមួយគឺជារូបគេហើយម្នាក់ទៀតគឺជាប្អូនស្រីរបស់គេមានឈ្មោះថាសែវឈីងហើយវូរ៉ានក៏បាននិយាយទៅកាន់រូបថតនោះក្នុងចិត្តថាសែវឈីងបងទៅតែជាបងនឹងខ្លាចជាអ្នកប្រយុទ្ធដ៏ខ្លាំងម្នាក់បងពិតជានឹងជួយសង្គ្រោះឯងខ្សែរឿងក៏កាន់មួយថ្ងៃបន្ទាប់ដែលវូរ៉ានកំពុងតែវឹកហាត់ជាមួយនឹងប្រុសសាលឿងដល់ប្រុសសាលឿងបានកិច្ចពីការវាយប្រហាររបស់វូរ៉ានផុតរួចហើយក៏ជួងគេមួយជើងធ្វើឲ្យគេផ្កាប់មុខទៅដីព្រមទាំងប្រាប់ទៅកាន់គេថាអ្នកទើបតែឈានទៅដល់កម្រិតDប្រសិនបើអ្នកចង់ได้ប្រឡងបរិសុទ្ធអ្នកក៏ត្រូវស្ថិតនៅក្នុងកម្រិតCដែរវានឹងមានផ្លូវវែងឆ្ងាយទៀតសម្រាប់អ្នកហើយវូរ៉ានក៏ស្ទុះងើបឡើងមកវិញរួចហើយក៏វាយប្រហារទៅកាន់ប្រុសសាលឿងបន្តទៀតប៉ុន្តែនៅតែប្រុសសាលឿងកិច្ចផុតរួចហើយក៏ជួងគេមួយជើងបន្តទៀតហើយវូរ៉ានគេក៏គិតថាទោះបីជាប្រព័ន្ធត្រូវបានផ្ញើឡើងក៏ដោយខ្ញុំនៅតែជាមនុស្សឆាប់ល្ងងពេលនោះកញ្ញាថងធានក៏បានដើរមកកាន់អ្នកទាំងពីររួចហើយក៏ប្រាប់ទៅកាន់ពួកគេថាខ្ញុំទើបតែទទួលបានព័ត៌មានក្រុមប្រមាញ់នៃអមតៈបានធ្វើឲ្យពួកគេរងរបួសយ៉ាងធ្ងន់ធ្ងរពួកគេមួយចំនួនបានលាក់ខ្លួននៅក្នុងព្រៃអាប់ហើយវូរ៉ានក៏សួរទៅកាន់កញ្ញាថងធានថាតើពួកយើងត្រូវតែតាមពួកគេមែនទេកញ្ញាថងធានក៏តបថាត្រូវនិងប្រាប់ទៅកាន់វូរ៉ានថាអ្នកអាចស្នើសុំដាក់ពាក្យខ្លាចជាសមាជិកនៃក្រុមអ្នកប្រមាញ់នៃអមតៈបានបន្ទាប់មកក៏ប្រាប់ឲ្យពួកគេប្រញាប់ទៅបន្ទប់វិញនិងផ្ដាំឲ្យពួកគេទៅជួបជុំគ្នានៅជំរំនៃក្រុមអ្នកប្រមាញ់អមតៈពេលវូរ៉ានត្រឡប់មកបន្ទប់វិញគេក៏មើលរូបថតប្អូនស្រីរបស់គេនិងនិយាយថាប្អូនស្រីប្អូនត្រូវបានចាប់ដោយអ្នកដាំដុះអមតៈអស់រយៈពេលជាច្រើនឆ្នាំហើយទីបំផុតបងឈានដល់កម្រិតDហើយឥឡូវនេះបងអាចទៅព្រៃអាប់បងនឹងស្វែងរកឯងបន្តមកគេក៏យកកំបិតដ៏ធំរបស់គេយកមកស្ពាយនិងស្រែកខ្លាំងៗថាខ្ញុំនឹងខ្លាចជាវីរបុរសមិនទាន់ដឹងអីផងគេក៏ដើរដល់មុខទ្វាររួចហើយក៏ដួលទៅដោយសារតែកំបិតរបស់គេនោះធ្ងន់ពេកខ្សែរឿងក៏កាន់មកផ្នែកខាងក្រៅនៃរបាំងការពាររបស់សាលាដោយមេក្រូក៏បានប្រកាសជូនដំណឹងដល់មនុស្សទាំងអស់ឲ្យបានដឹងព្រមទាំងជូនពរឲ្យពួកគេមានសុវត្ថិភាពក្នុងការធ្វើដំណើរហើយក៏មានយានជាច្រើនបានធ្វើដំណើរក្នុងនោះក៏មានយានមួយបានឈប់ពេលក្រុមរបស់កញ្ញាទាំងទៀនបានឡើងយាននោះយើងក៏បានឃើញនៅតួអង្គពីរនាក់ដែលម្នាក់មានឈ្មោះថាឆាន់វៃមូនិងម្នាក់ទៀតមានឈ្មោះថាលីងធានហើយអបេឆាន់វៃមូក៏បានមករាក់ទាក់កញ្ញាទាំងធានព្រមទាំងណែនាំខ្លួនថាគេជាសិស្សនៅសាលាខុនលុននៃទិសនិរតីនិងប្រាប់កញ្ញាទាំងធានថាពួកយើងនឹងសហការជាមួយគ្នាក្នុងបេសកកម្មមួយនេះចំណែកកញ្ញាទាំងធានក៏បានណែនាំខ្លួនថានាងជាគ្រូបង្រៀននៅសាលាហ្វឹងយុននិងណែនាំវូរ៉ានរៀបនឹងណែនាំប្រូសលលឿនទៅកាន់ពួកគេហើយពេលលីងធានក៏បាននិយាយកាត់នឹងនិយាយឌឺទៅកាន់ពួកគេធ្វើឲ្យវូរ៉ានរៀបនឹងស្ទុះទៅវាយគេទៅហើយប៉ុន្តែប្រូសលលឿនបានខាត់គេទាន់ចំណែកពេលឆាន់វៃមូក៏ចេញមកសម្រាប់សម្រួលនិងសុំទោសពួកគេរួចហើយក៏អង្គុយចុះព្រមទាំងស្ដីឲ្យពេលលីងធានបន្តិចទៅពេលនោះក៏មានសម្លេងមួយស្រែកហៅពួកគេចាំផងយើងក៏បានឃើញក្មេងស្រីម្នាក់បានរត់មកកាន់យានមួយនេះដោយសាររឿងមិនទាន់បានប្រាប់ថានាងមានឈ្មោះអ្វីដូច្នេះអេដមីនសូមហៅនាងថាអូនសក់ទីងតុយនៅពេលនាងរត់មកដល់យានវូរ៉ានក៏សួរនាងថាតើនាងមកធ្វើអ្វីនៅទីនេះដោយអូនសក់ទីងតុយក៏តបទៅវិញថានាងឮថាគេកំពុងតែធ្វើដំណើរទៅកាន់ព្រៃអាប់ដូច្នេះនាងបារម្ភហើយវូរ៉ានក្រោយដែរនាងចាប់ឡើងយានដើម្បីធ្វើដំណើរទៅជាមួយគ្នានៅក្នុងយានវូរ៉ានក៏សន្យាថានឹងធ្វើជាអ្នកការពារនាងបន្តមកយានក៏ចាប់ផ្ដើមធ្វើដំណើរទៅកាន់ព្រៃអាប់នោះនៅតាមផ្លូវពួកគេម្នាក់ៗក៏បានគិតនៅក្នុងចិត្តរៀងខ្លួនបន្តមកយានក៏បានធ្វើដំណើរជារឿយៗហើយសាច់រឿងយើងក៏បានបញ្ចប់តែត្រឹមនេះអរគុណអ្នកទាំងអស់គ្នាដែលបានចូលស្ដាប់ការសម្រាប់របស់ខ្ញុំរាល់វីដេអូនិងការបញ្ចូលសំឡេងមានកំហុសខុសឆ្គងត្រង់ណាមួយសូមអ្នកទាំងអស់គ្នាមេត្តាអភ័យទោសដូច្នេះយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀត